ពុកម៉ែបងប្អូននេះគឺជាមុខម្ហូបដែលមានឈ្មោះថាសាច់គោតាក់ប្លាចាគឺជាមុខម្ហូបសម្រាប់ក្លែមហើយសម្រាប់តែបងគាត់ចូលចិត្តញ៉ាំប៊ីយ៉ែអញ្ចឹងគាត់អាចទស្សនាវីដេអូនេះហើយគាត់អាចធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងបានក៏បានដែរណាពុកម៉ែបងប្អូនរសជាតិវាប្រៃផ្អែមជូរហឹរឆ្ងាញ់ណាស់បងប្អូនអើយក្លែមគឺពិសេសហ្មងចាបើញ៉ាំមួយបាយរៀងអត់សូវឆ្ងាញ់តិចចាអញ្ចឹងយើងមកដឹងពីរបៀបធ្វើនឹងបន្លែទាំងអស់គ្នាដែលដំបូងយើងមានជាណាតសក់ក្រូចឆ្មាប្រទេសហើយនឹងស្ពៃបូកូសណ្តែកគួរចាឲ្យគ្រឿងផ្សំមានស្ករសប៊ីចេងប្រហុកចាហើយនឹងទឹកត្រីកោះកុងប្រហុកនេះបងប្អូនយកប្រហុកសាច់មកណាហើយសាច់គោកុំឃើញស្លេកអញ្ចឹងមិនមែនសាច់គោសល់ណាបងប្អូនសាច់គោនេះសាច់គោសាច់ខ្ចីចាហើយខ្ញុំប្រើមួយចានហ្នឹងខ្ញុំប្រើចំនួន2ខាំចាអញ្ចឹងយើងមកធ្វើទាំងអស់គ្នាដំបូងយើងដាក់សាច់គោអញ្ចឹងហើយយើងច្របាច់ក្រូចឆ្មាចូលណាក្រូចឆ្មានេះខ្ញុំប្រើខ្ទង់5-6 7ផ្លែដោយសារវាអត់សូវមានទឹកពុកម៉ែបងប្អូនសម្បូរតែគ្រាប់ទឹកអត់សូវមានទេអញ្ចឹងយើងចុះក្រូចឆ្មាបន្តិចតែបើសិនជាបងប្អូនមានធំអីអាចដាក់តែ4ផ្លែអីហ្នឹងគ្រប់ហើយចាឃើញទេបងប្អូនគ្រាប់ច្រើនណាស់អញ្ចឹងរើសគ្រាប់វាអស់មកបងប្អូនអើយកាលណាដែលអត់រើសវាពេលដែលយើងញ៉ាំប៉ះគ្រាប់ហ្នឹងវាល្វីងណាចាអញ្ចឹងបន្ទាប់មកយើងដាក់ម្ទេសចាម្ទេសកាន់តែហឹរកាន់តែល្អបងប្អូនពូកាត់ជាតិឆ្អាបរបស់សាច់ណាចាអញ្ចឹងយើងច្របាច់វាចូលអញ្ចឹងណាឲ្យវាស្លេកសាច់ឲ្យវាកុំឲ្យឆ្អាបដាក់ត្រីកោះកុងស្ករសប៊ីចេងនិងប្រហុកចាប្រហុកនេះប្រហុកឆៅយើងធម្មតាទេបងប្អូនដាក់បន្តិចមកចាដើម្បីរៀងឲ្យមានរសជាតិឈ្ងុយយើងច្របល់គ្រឿងប្រមាណនឹងចូលគ្នាសឹកយើងទុកវាមួយឡែកបន្ទាប់មកយើងដាក់បន្លែគឺជាណាចាជាណាហាន់វាកង់បែបហ្នឹងណាហើយបានយកនៅប្រឡាក់ជាមួយនឹងសាច់របស់យើងចាបងប្អូនឃើញសាច់ស្រស់ស្អាតល្អហ៎ប្រឡាក់ចឹងហើយការញ៉ាំគឺគេញ៉ាំសាច់ស្រស់បែបហ្នឹងទៅមានជាតិល្អណាបន្ទាប់មកយើងច្របល់ជីឲ្យចូលគ្នាបែបហ្នឹងមកចារួចរាល់ហើយយើងចាប់ផ្ដើមផ្សំបន្លែទាំងអស់គ្នាចាបន្លែដំបូងគឺយើងដាក់តសក់មុខម្ហូបនេះរៀងចុះបន្លែតិចបងប្អូនចាដោយសារយើងផ្ទាប់មួយបន្លែឆ្ងាញ់ណាស់បងប្អូនអើយចាហើយតសក់យើងខ្ចីទៀតទៅបន្ទិញមកពីផ្សារថ្មីបងប្អូនហើយស្ពៃបូកូតូចរីខមមិនឲ្យញ៉ាំស្ពៃបូកូតូចហ្នឹងទៅចាវាស្រួយពុកម៉ែបងប្អូនបើបានត្រាំតកកទេកាន់តែអែមចាហើយជាណាហើយសណ្តែកគួរអញ្ចឹងបងប្អូនអើយកាត់មកផុសហ្មងនិយាយពីថាជាតិមែនតែនហ្មងបងប្អូនបើញ៉ាំប៊ីយ៉ានិយាយមិនមែនថានេះអីទេឆ្ងាញ់បងប្អូនអើយឆ្ងាញ់មែនតែនហ្មងខ្ញុំធ្វើញ៉ាំខ្លួនឯងចាធ្វើញ៉ាំខ្លួនឯងឲ្យភ្លុកមកថាល្មមរសជាតិប៉ុន្តែបើសិនជាបងប្អូនចង់បានរសជាតិរៀងជូរជាងនឹងទៀតដាក់ក្រូចឆ្មាមួយផ្លែឬក៏3-4ចំណិតអីចឹងទៅដើម្បីច្របាច់ពេលដែលបងប្អូនញ៉ាំចាហើយនេះបន្ទាប់ជាមួយបន្លែយើងថាឆ្ងាញ់ណាស់បងប្អូនវាត្រូវជាតិជាមួយនឹងអីស្ពៃបូកូនឹងមែនតែនមកនឹងស្រួយបងប្អូនធ្វើញ៉ាំពេលចូលឆ្នាំបងប្អូនមកជុំគ្នាអញ្ចឹងបងប្អូនមើលវីដេអូហ្នឹងហើយបងប្អូនធ្វើញ៉ាំមើលអត់មានលាក់អីទេចាខ្ញុំធ្វើគឺបង្ហាញជូនបងប្អូនទាំងអស់ហ្មងចាជើងបងប្អូនសាកធ្វើញ៉ាំទៅហើយរើសសាច់គោណាដែលល្អកុំឲ្យវាមានសរសៃជីឲ្យស្អាតហ្នឹងណាចានេះឆ្ងាញ់បងប្អូនមើលទៅចានេះស្រស់ឆ្ងាញ់មែនតើចាខ្ញុំនិយាយថាឆ្ងាញ់បងប្អូនជឿធ្វើសារអរគុណជម្រាបលា